ខ្ញុំកណាម៉ាស្កាក្រុមម្ចាស់កបអងព្រមទាំងចម្រើនពោដល់បាសក់ខ្ញុំកណាជាប្រធានផ្នែកសិលធម៌ហើយថ្ងៃហ្នឹងខ្ញុំកណាមានរឿងពីរចំណុចដើម្បីលើកយកមកនិយាយនៅក្នុងថ្ងៃហ្នឹងដោយសារអីដោយសារខាងសាលាដែលយើងត្រូវទៅបង្រៀនហ្នឹងគឺចាប់ផ្ដើមវិញហើយអញ្ចឹងចូលចំណុចចំពោះចំណុចទី1ដែលខ្ញុំកណានឹងលើកយកមកនិយាយគឺតាក់ទងនឹងរឿងអវត្តមានមិននៅក្នុងហ្នឹងគឺខ្ញុំកណាបែងចែកអវត្តមានទៅជា3ទី1គឺ A ទី2គឺ P ហើយ3គឺការរកប្រសង់មួយចំនួនតាក់ទងនឹងអវត្តមាន A ក្នុងមួយពេលគឺខ្ញុំកណាមិនខ្ញុំកណាទេគឺខាងផ្នែកសិលធម៌នឹងឯងកំណត់យកអវត្តមាន3ក្នុងមួយពេលណាដូចគុណដឹងស្រាប់ឯណាការបង្រៀនសិលធម៌គឺយើងមាន2ពេលណាមានពេលព្រឹកហើយនិងពេលរសៀលអញ្ចឹងក្នុងពេលព្រឹកបើសិនជាដូចគុណអត់បានសុំច្បាប់ទេគឺស្មើនឹង A3 ពេលរសៀលដូចគុណអត់បានសុំច្បាប់ទៀត A3 ទៀតអញ្ចឹងក្នុងមួយថ្ងៃនឹង A6 អាហ្នឹងតកតទៅនឹងរឿងអវត្តមានពេលការសុំច្បាប់នៅពេលដែលដូចគុណរវល់ទៅបន់អីឬមួយក៏អត់បានមកបង្រៀនដូចគុណសុំច្បាប់គឺកំណត់យកពេលត្រឹមតែមួយទេអញ្ចឹងខ្ញុំកណាលើកទឹកចិត្តឲ្យសុំច្បាប់កុំដល់ថ្នាក់ A3 A6 ណាអាហ្នឹងពេលដល់ពេលការរកប្រសង់មួយចំនួនដូចគុណឧទាហរណ៍ដូចគុណរវល់ទៅបន់ឬមួយក៏ទៅណាផ្សេងអញ្ចឹងអត់បាននិមន្តមកបរៀនទេប៉ុន្តែដូចគុណរកប្រសង់អង្គផ្សេងមួយចំនួនហើយខាងផ្នែកសិលធម៌របស់ខ្ញុំកណានឹងឯងអត់បានយកអវត្តមានអីឬមួយក៏ដាក់អាយអត់ទេគឺគ្រីសឲ្យធម្មតាប៉ុន្តែខ្ញុំកណាស្នើសុំឲ្យអង្គដែលជំនួសហ្នឹងឬមួយក៏អង្គដែលបរៀនហ្នឹងផ្ដល់ឧទាហរណ៍ដូចយើងបរៀនដល់ចំណងជើងមេរៀនណាអញ្ចឹងដូចគុណជួយប្រាប់ដើម្បីឲ្យយើងរៀនទៅតពីអង្គដែលលោកបរៀនណាហើយកុំឲ្យសិស្សគាត់វល់នឹងមេរៀនអាហ្នឹងតកតងនឹងរឿងដែលដូចគុណត្រូវជំនួសហើយការរកចំនួននឹងទៀតសោតអត់មានឲ្យខាងផ្នែកសិលធម៌ហ្នឹងរកឲ្យណាគឺដូចគុណត្រូវរកដោយអង្គឯងមានន័យថាដូចគុណរវល់គឺដូចគុណរកបើសិនជាខាងផ្នែកសិលធម៌រកអាហ្នឹងគឺស្មើនឹងដូចគុណអវត្តមានបាត់ហើយណាអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំកណាសូមបញ្ជាក់ហើយមួយទៀតរាល់អវត្តមាននឹងឯងក្នុងមួយសប្តាហ៍ដែលយើងបង្រៀនហ្នឹងគឺខ្ញុំកណានឹងទម្លាក់ចូលក្នុងក្រុមអង្គណាដែលអត់បានមកបរៀនអីគឺខ្ញុំកណាទម្លាក់ក្នុងមួយសប្តាហ៍ម្ដងអាហ្នឹងតកតទៅនឹងរឿងអវត្តមានហើយមួយទៀតអវត្តមាននឹងឯងរាល់ចុងខែខាងផ្នែកសិលធម៌នឹងឯងនឹងបូកសរុបម្ដងបូកសរុបហើយរាល់អវត្តមានដែលដេចគុណសុំច្បាប់ឬមួយក៏អត់បានទៅបរៀនគឺបូកសរុបជាមួយនឹងអវត្តមានប្រចាំថ្ងៃបរិគុណឧទាហរណ៍ដូចអត់ច្បាប់ប្រមាណ30មានច្បាប់ផងអត់ច្បាប់ផងប្រមាណអញ្ចឹងអវត្តមានសិលធម៌នឹងឯងគឺបូកចូលអត់ដូចឆ្នាំមុនទេឆ្នាំមុនយើងកំណត់យកត្រឹមតែ3ឧទាហរណ៍ដូច A1 យើងសេកិច្ចសន្យាលើកទី1 A ទី2យើងសេលើកកិច្ចសន្យាលើកទី2ហើយ A3 ដកបេក្ខភាពប៉ុន្តែឆ្នាំហ្នឹងគឺអត់ទេឆ្នាំហ្នឹងគឺបូកសរុបជាមួយនឹងអវត្តមានប្រចាំថ្ងៃបូកជាមួយអវត្តមានសាលាដែលដូចគុណមករៀនរាល់ថ្ងៃណាអាហ្នឹងតកតទៅនឹងរឿងអវត្តមានហើយខ្ញុំកណាសូមបញ្ជាក់បន្តិចទៀតចំពោះរដូវវ៉ាកងប្រយ័ត្នណាដូចគុណរដូវវ៉ាកងគឺយើងដឹងស្រាប់ឯណាដើមឆ្នាំអវត្តមានគឺត្រឹមតែ4ទេអញ្ចឹងសិលធម៌មួយពេលប្រហែល3ប្រយ័ត្នអត់ទាន់បានចូលរៀនផងដកបេក្ខភាពបាត់ខ្ញុំកណាជារៀងរាល់ឆ្នាំគឺកន្លែង
ដែលវ៉ាកងហ្នឹងឯងគឺមានភាពស្មុគស្មាញដោយសារអីដោយសារដឹកគុណលោកនិមន្តទៅស្រុកអង្គខ្លះណាដោយសារអត់បច្ច័យមករៀនអីអញ្ចឹងអានឹងកន្លែងហ្នឹងខ្ញុំកណាយល់ប៉ុន្តែខ្ញុំដឹកគុណត្រូវយល់ដល់ខ្ញុំកណាដែរដោយសារអីដោយសារខ្ញុំកណាទៅបង្រៀនហ្នឹងគឺខាងគ្រូគាត់សួររហូតដឹកគុណមិនថ្នាក់ខ្ញុំកណាហ្នឹងអត់មានលោកមកបរៀនអញ្ចឹងពេលខ្លះត្រូវពិបាកដោះស្រាយជាមួយលោកគ្រូអ្នកគ្រូអញ្ចឹងសង្ឃឹមថាដឹកគុណយល់មុននឹងទៅស្រកអីត្រៀមប្រសង់ដែលលោកនៅសៀមរាបនេះស្រេចទៅឲ្យលោកជំនួសឯណាបើសិនជាដឹកគុណនៅខាងឆ្ងាយអីអានឹងតកតងនឹងរឿងអវត្តមានហើយចំណុចទី2គឺតកតងនឹងរឿងការបង្រៀនរឿងការបង្រៀនខ្ញុំកណាបានបញ្ជាក់ថ្ងៃពហុខ្លះហើយប៉ុន្តែបន្ថែមទៀតតកតងនឹងការបង្រៀនចំពោះថ្នាក់ទី1ដល់ថ្នាក់ទី3គឺដឹកគុណមិនចាំបាច់សរសេរមកក្តារខៀនទេណាគាត់សរសេរអត់ទាន់ទេថ្នាក់ទី1ទី2ទី3ដូចឧទាហរណ៍ដូចថ្នាក់ទី1អញ្ចឹងគាត់អត់ទាន់ចេះសរសេរប៉ុណ្ណឹងអញ្ចឹងដឹកគុណសរសេរច្រើនគឺគាត់អត់អាចសរសេរទាន់ទេអញ្ចឹងសរសេរត្រឹមតែ5ពាក្យឬមួយក៏6ពាក្យច្រើនពេលពាក្យចុះហើយនាំពួកគាត់សូត្រមិនចាំបាច់ឲ្យពួកគាត់សរសេរក៏បានដែរឲ្យគាត់ថ្នឹកក្នុងការសូត្រណាអានឹងចំពោះថ្នាក់ទី1ទី2ទី3ហើយដល់ពេលចូលថ្នាក់ទី4ទី5ទី6ដឹកគុណឲ្យគាត់សរសេរឲ្យច្រើនក៏បានឬមួយក៏ដឹកគុណឲ្យពួកគាត់ព្រីនជាกระดาษឧទាហរណ៍ដូចដឹកគុណយកกระดาษមកសន្លឹកអញ្ចឹងឲ្យពួកគាត់ទៅហើយឲ្យពួកគាត់ព្រីនខ្លួនឯងណាមួយថ្នាក់មានប្រមាណអញ្ចឹងឲ្យពួកគាត់ព្រីនខ្លួនគាត់ហើយមុននឹងចូលបង្រៀនគឺដឹកគុណសូត្ររំលឹកឲ្យពួកគាត់សូត្ររំលឹកឲ្យចប់ធម៌ទាំងអស់ហ្នឹងឧទាហរណ៍ដូចមានចាប់ពីអេមេហ៊ីរហូតដល់យ៉ាងកេញណាឲ្យគាត់សូត្រឲ្យអស់ដល់ពេលសូត្រអស់ហើយដឹកគុណអាចឲ្យគាត់សមាធិក៏បានឬមួយក៏ដឹកគុណបង្រៀនធម៌ផ្សេងដែលមានគោលធម៌ណាឬមួយក៏ការសមាទានសិលអានឹងចំពោះថ្នាក់ទី4ដល់ថ្នាក់ទី6ណាហើយមួយទៀតចំណុចដែលខ្ញុំកណាហាមដាច់ខាតហ្នឹងគឺការវាយសិស្សខ្ញុំកណាហាមឯណាអត់មែនវាយដល់ថ្នាក់ចិញ្ចៀមបាក់ជើងបាក់ដៃអត់ទេណាកន្លែងហ្នឹងខ្ញុំកណាហាមដាច់ខាតហើយដឹកគុណនិយាយគាត់មិនស្ដាប់អាចស្ដីឬមួយក៏វាយក្តារខៀនអីបានអានឹងអត់អីទេដើម្បីគាត់ស្ដាប់ណាប៉ុន្តែហាមគឺហាមវាយហ្នឹងឯងហាមវាយសិស្សបងប្រយ័ត្នមានរឿងរ៉ាវមកដល់សាលាប្រយ័ត្នអានឹងនាំទុកដល់ខ្លួនឯងណាចំពោះផ្នែកសិលធម៌របស់ខ្ញុំកណាគឺមានតែប៉ុណ្្នឹងពីរចំណុចទី1គឺតកតងនឹងរឿងអវត្តមានហើយទី2គឺតកតងនឹងការបង្រៀនហ្នឹងឯងណាអញ្ចឹងសង្ឃឹមថាដឹកគុណនឹងយល់បានហើយបើសិនជាដឹកគុណមានចម្ងល់អាចសួរបានអាចសួរនេះអង្គចង់ក៏បានដែលលោកជាប្រធានអាចសួរមកខ្ញុំកណាក៏បានអាចសួរទៅសមាជិកក៏បានសមាជិករបស់ខ្ញុំកណាគឺមាន7អង្គណាអញ្ចឹងខ្ញុំកណាមានតែប៉ុណ្្នឹងណាអរគុណ